សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមកអាប់ដេតអំពីក្រុមហ៊ុន UUUU ដែលគេបានកើនឡើងកាលពីអាទិត្យមុនហ្នឹងចំនួន 2.2% ដែលបាន cover ទៅ cover ពីក្រុមហ៊ុន Goldman ដែលបានដេញថ្លៃនៅក្នុងភាគហ៊ុន Uranium នឹងជាប់ចំណាត់ថ្នាក់ដេញថ្លៃនឹងដល់ទៅ$30ប្រហែលជា$30ក្នុង1ផោនព្រោះអីគេអត់បានបញ្ជាក់ថាផោនឬក៏អីទេប៉ុន្តែអានេះមិនមែនជាតម្លៃ share បងប្អូនប្រហែលជាតម្លៃដេញថ្លៃរបស់គេនៅក្នុងសហរដ្ឋអាមេរិកសម្រាប់ price target ហើយដែលជាកម្រិតខ្ពស់មួយសម្រាប់ប្រទេសអាមេរិកក្រុមហ៊ុនY Mesa Mill ហ្នឹងគឺជារោងចក្រដែលមានគុណសម្បត្តិនៅក្នុងការប្រកួតប្រជែងចម្រាញ់កែច្នៃតែមួយគត់របស់អាមេរិកបងប្អូនដូចថាគេចង់មានន័យថាគេយកUraniumហ្នឹងទៅចម្រាញ់នៅក្នុងក្រុមហ៊ុនY Mesa ហ្នឹងបន្ថែមទៀតដើម្បីយកគេហៅថាយករបស់សុទ្ធយកមកបងប្អូនយកមកដាក់លក់ហើយលោក Brian Lee ដែលជាក្រុមហ៊ុន Golden Man គឺគាត់បាននិយាយថានេះជាការកត់សម្គាល់របស់គាត់នៅក្រោមដីខ្សាច់ដែលជាក្រុមហ៊ុនរបស់ UUUU នេះគឺមានទ្រព្យសម្បត្តិជាមហាសាលដែលគេរំពឹងថានៅក្នុង5ឆ្នាំខាងមុខទៀតហ្នឹងគឺនឹងបានយកចេញមកពីដីហ្នឹងយកមកចម្រាញ់ណាហើយនឹងបានប្រាក់ចំណេញជាច្រើនបងប្អូនព្រោះអីនេះគេបាននិយាយនៅក្នុងព័ត៌មានអញ្ចឹងហើយនឹងបានរំពឹងថានៅ5ឆ្នាំខាងមុខទៀតហ្នឹងគេនឹងមានរបស់ដាក់Uraniumហ្នឹងដែលហៅរ៉ែហ្នឹងដាក់លក់នៅក្នុងទីផ្សារពេញដៃពេញជើងតែម្ដងបងប្អូនអញ្ចឹងបានន័យថា5ឆ្នាំទៅខាងមុខទៀតវាអាចឡើងខ្លាំងហើយឥឡូវតម្លៃទីផ្សាររបស់UU នេះគឺបានទាញចុះមកវិញនៅក្នុងកម្រិត21.50 សេនក្នុងមួយ share ប្រហែលជាមួយខែកន្លះ2ខែមុនគឺវាមានឡើងដល់ទៅ27បងប្អូនពេលដែលវាឡើងដល់26ខ្ញុំបានលក់ខ្លះដែរខ្ញុំអត់បានលក់ដល់កម្រិតខ្ពស់នៅ27ហ្នឹងឯងព្រោះអីខ្ញុំបានលក់ច្រើនដែរនៅក្នុងតម្លៃ26 20អីហ្នឹងខ្ញុំបានលក់ហើយខ្ញុំនៅសល់ខ្លះដែរប៉ុន្តែខ្ញុំមិនបានលក់អីព្រោះអីខ្ញុំទុកខ្លះដើម្បី in case នៅក្នុងថ្ងៃអនាគតវាអាចឡើងទៅយើងមិនមានភាពសោកស្ដាយព្រោះអីយើងមានខ្លះនៅទុក